អ្នកអង្គការពិសេសរបស់ UN បារម្ភអំពីសុវត្ថិភាពរបស់សមាជិកព្រឹទ្ធសភាថៃម្នាក់ដែលរងការគំរាមសម្លាប់ដោយសាររិះគន់ការចាក់សម្លេងខ្មោចបាទប្រិមិត្តយើងឃើញថាថៃកំពុងតែវឹកវរហើយក៏ខំមិនលែងចំពោះនរណាម្នាក់ដែលហ៊ានប្រឆាំងនឹងខ្លួនមិនថាតែជាតិសាសន៍ខ្លួននោះទេអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោកស្រី Marie Lauro បានបង្ហោះសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី15ខែតុលាឆ្នាំ2025ដោយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់លោកស្រីអង្ញាឡានីលេប៉ៃជីតសមាជិកសភាថៃដែលរងការគំរាមសម្លាប់និងការវាយប្រហារតាមអ៊ីនធឺណិតបន្ទាប់ពីលោកស្រីបានរិះគន់ចំពោះការប្រើសម្លេងខ្មោចដ៏ព្រឺព្រួចចាក់បំពងដាក់អ្នកភូមិកម្ពុជាដោយអ្នកមានប្រជាប្រិយភាពលើបណ្ដាញសង្គមថៃអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបានរំលេចតាមរយៈសំណេររបស់ខ្លួនថាការការពារពិតជាយុត្តិធម៌និងសេចក្តីថ្លៃថ្នូរមិនមែនជាអក្រិតកម្មទេលោកស្រី Marie Lauro បានការពារលោកស្រី Engela Lepnapachit ដែលបាននិយាយថាលោកស្រីត្រូវតែទទួលបានការការពារមិនមែននិយាយមូលបង្កាច់នោះទេសមាជិកព្រឹទ្ធសភាថៃត្រូវបានគេគំរាមកំហែងដល់អាយុជីវិតនិងការចោទប្រកាន់ថាជាថៃតែបេះដូងជាខ្មែរបន្ទាប់ពីលោកស្រីបានបញ្ចេញប្រតិកម្មមិនពេញចិត្តចំពោះការចាក់សម្លេងខ្មោចលឺដាក់អ្នកភូមិកម្ពុជានៅព្រំដែនកាលពីពេលថ្មីនេះយោងតាមការចុះផ្សាយរបស់កាសែតថៃ Khoisot English នៅថ្ងៃទី15ខែតុលាឆ្នាំ2025នេះលោកស្រី Enyana ថាតាក់ទងនឹងខ្ញុំដែលត្រូវបានគេដាក់ឈ្មោះថាជាថៃដែលមានបេះដូងខ្មែរគឺមនុស្សគ្រប់គ្នាអាចនិយាយអ្វីដែលពួកគេចង់និយាយប៉ុន្តែអ្វីដែលខ្ញុំកំពុងធ្វើនេះគឺជាចេតនាល្អសម្រាប់ប្រទេសថៃព្រោះខ្ញុំស្រឡាញ់ជាតិនិយមមិនតិចជាងអ្នកណាឡើយខ្ញុំហ៊ានដាស់តឿនអំពីអ្វីដែលខ្ញុំជឿជាក់ថាត្រឹមត្រូវហើយខ្ញុំមិនចង់ឲ្យថៃបាក់មុខលើឆាកអន្តរជាតិឡើយសំណេររបស់អ្នកអង្គការពិសេសរបស់អង្គការសហប្រជាជាតិបានជំរុញឲ្យមានការដាក់សម្ពាធលើរដ្ឋាភិបាលថៃដឹកនាំដោយលោកអនុទីនច័ន្ទវីរៈគុលបញ្ឈប់យុទ្ធនាការចាក់សម្លេងខ្មោចរំខានដាក់អ្នកភូមិកម្ពុជានៅព្រំដែនកម្ពុជាថៃដោយអ្នកជាតិនិយមជ្រុលថៃមុនពេលគេឈ្មោះរបស់ប្រទេសថៃត្រូវបានបំផ្លាញនៅលើឆាកអន្តរជាតិដោយសារសង្គមមួយដែលពោពេញទៅដោយអ្នកជាតិនិយមជ្រុលសូមបញ្ជាក់ផងដែរថាលោកស្រី Enya Nelaphachit និងអ្នកនយោបាយថៃមួយចំនួនទៀតបានចេញមុខប្រឆាំងនឹងសកម្មភាពរបស់ជនមានឥទ្ធិពលលើបណ្ដាញសង្គមដែលបានប្រើសម្លេងខ្មោចចាក់លឺដាក់ប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទអស់រយៈពេលជាច្រើនយប់ជាប់គ្នាពួកគេទទួលស្គាល់ថាការប្រើសម្លេងរំខាននេះជាទម្រង់នៃការបំផិតបំភ័យនិងយាយីផ្លូវចិត្តរបស់ប្រជាជនកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិក៏ដូចជាច្បាប់របស់ប្រទេសថៃដែលការនេះនឹងធ្វើឲ្យប្រទេសថៃរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិយ៉ាងណាមិញបន្ទាប់ពីមានប្រតិកម្មជាបន្តបន្ទាប់ឃើញថានៅយប់នេះនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យសភាពការជារួមមានភាពស្ងប់ស្ងាត់និងមិនលឺសំឡេងខ្មោចរំខានទាហានថៃទៀតនោះទេបាទប្រិយមិត្តជាទីគោរពរាប់អានយើងឃើញហើយថាពួកជ្រុលនិយមថៃបានបន្តប្រើល្បិចកិច្ចកលជាច្រើនលើកច្រើនសារមកលើប្រជាពលរដ្ឋកម្ពុជាមិនថាតែប៉ូលីសទាហានដែលនៅជាប់ព្រំដែនទេបើសូម្បីតែព្រះសង្ឃឬក៏ប្រជាជនឆ្លូតត្រង់ក៏គេមិនលើកលែងផងដែរយ៉ាងណាមិញម្ដងជាពីរដងយើងឃើញថាពួកគេតែងតែប្រើឧបាយកលបង្ហោះដ្រូនឬក៏ជាឧទ្ធម្ភាគចក្រមកស៊ើបការនៅលើទឹកដីកម្ពុជាដែលល្មើសពីច្បាប់ដែលបំពានដែនអធិបតេយ្យភាពរបស់កម្ពុជាដោយមិនខ្វាយខ្វល់អំពីច្បាប់អន្តរជាតិឬក៏គោរពទៅតាមលទ្ធិសញ្ញាបត្រឈប់បាញ់រវាងកម្ពុជាថៃដែលបានចរចាគ្នាជាច្រើនលើកច្រើនសារមកហើយនោះទេនេះសបញ្ជាក់ឲ្យឃើញថាជាតិសាសន៍មួយនេះមិនបានគោរពសន្តិភាពមិនត្រូវការសន្តិភាពដោយដែលខ្លួនបាននិយាយនៅលើឆាកអន្តរជាតិហើយត្រូវបានផ្សព្វផ្សាយយ៉ាងផុសផុលនៅទូទាំងពិភពលោកនោះឡើយ